ការដាក់ពន្ធការលើកលែងពន្ធការបទូបថយពន្ធការលើកទឹកចិត្តពន្ធក្នុងកម្រិតណាមួយក៏បានជួយសម្រួលឲ្យមានការផលិតនៅក្នុងស្រុកដើម្បីប្រជាពលរដ្ឋយើងមានលទ្ធភាពទិញឡានថ្មីជិះតម្លៃសមរម្យបាទឡានថ្មីមិនមែនឡានថ្មីដែលថាគាត់ផលិតក្នុងស្រុកអត់គុណភាពឡានថ្មីដែលមានគុណភាពស្តង់ដារអន្តរជាតិផលិតដោយក្រុមហ៊ុនអន្តរជាតិអញ្ចឹងបានន័យថាប្រជាពលរដ្ឋយើងមានលទ្ធភាពទិញបាទរថយន្តដែលផលិតនៅក្នុងប្រទេសកម្ពុជាជាមោទនភាពមួយហើយប៉ុន្តែតម្លៃសមរម្យដែលថាធូរជាងការនាំចូលមួយចំនួនបើរថយន្តដូចគ្នាអញ្ចឹងបានន័យថាយើងឲ្យប្រជាពលរដ្ឋយើងមានលទ្ធភាពខ្ញុំមិនចាំបាច់ដាក់គោលការណ៍ហាមមិនឲ្យនាំឡានចូលគេថាឡានទៅជួសចូលទៅទេដើម្បីបង្ខំមនុស្សឲ្យទិញឡានថ្មីយកមកចូលទៅទេគឺយើងបើកជំរឿសឲ្យប្រជាពលរដ្ឋអញ្ចឹងដើម្បីឲ្យគាត់ចេញឡានថ្មីមានលទ្ធភាពទិញឡានថ្មីប្រើកាត់បន្ថយបរិស្ថានត្រូវបង្កើតជំរឿសតាមទីផ្សារសេរីឲ្យគាត់ត្រូវបង្កើតជំរឿសឡានថ្មីដែលមានតម្លៃសមរម្យគុណភាពល្អឲ្យប្រជាពលរដ្ឋយើងទិញអញ្ចឹងការដោះស្រាយតាមការលើកទឹកចិត្តឲ្យបង្កើតក្រុមហ៊ុនផលិតរថយន្តផ្គុំរថយន្តនៅកម្ពុជាគឺជាគោលការណ៍ដែលយើងអាចជួយដោះស្រាយបញ្ហានេះដោយមិនចាំបាច់ដាក់លក្ខខណ្ឌមិនឲ្យនាំឡានចាស់ចូលប្រទេសខ្លះនៅអាស៊ានរបស់យើងហាមមិនឲ្យនាំឡានថ្មីចូលឲ្យឡានចាស់ចូលខ្ញុំមិននិយាយប្រទេសណាទេគឺឡានចាស់ឡានមកទឹកមិនឲ្យយកចូលត្រូវតែទិញឡានថ្មីទាំងអស់តែកម្ពុជាអត់ដាប់បាច់ដឹងប៉ុន្តែគ្រាន់តែឆែកស្តង់ដារសុវត្ថិភាពទៅបាទធ្វើជាធ្វើអីឲ្យមានបច្ចេកទេសឲ្យគ្រប់គ្រាន់ទៅអញ្ចឹងយើងគិតទឹកចិត្តនិងផ្ដល់លទ្ធភាពឲ្យប្រជាពលរដ្ឋយើងមានឡានថ្មីមានរថយន្តថ្មីជិះដោយតម្លៃសមរម្យជារូបមន្តមួយដែលយើងខិតខំដោះស្រាយបែបនេះ